Hello សួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំបានមកទីតាំង Wall Street មកថតនៅមុខម្ហូបឆ្ងាញ់ដែលបងប្អូនអត់ទាន់បានឃើញចឹងថ្ងៃនេះខ្ញុំបានមកលក់ម្ហូបឆ្ងាញ់នៅ Wall Street មានម្ហូបជាច្រើនហើយខ្ញុំនឹងថតឲ្យពុកម៉ែបងប្អូនបានទស្សនាទាំងអស់គ្នានេះគឺជាមឹកដែលបងប្អូនលក់នៅមាត់ទន្លេចឹងបងប្អូននៅ Wall Street រៀងរាល់ថ្ងៃសៅរ៍ថ្ងៃអាទិត្យគេមកលក់ច្រើនចឹងនេះមានមឹកមានអីច្រើនគ្រឿងសមុទ្រអីឆ្ងាញ់ហើយធូរថ្លៃទៀតចឹងបងប្អូនបើបងប្អូនបានមកលេងអីអាចមកទិញនៅទីនេះបានចឹងនេះមានរបស់របរឆ្ងាញ់ជាច្រើនដែលខ្ញុំរៀបរាប់អត់អស់ចឹងព្រោះវាមានច្រើនពេកចឹងគ្រាន់តែបានថតឲ្យត្រួសឃើញតែប៉ុណ្្នឹងចឹងបងប្អូនឆ្ងាញ់ហ្មងហើយមើលទៅជាតិហ្មងមានបងប្អូនម្នាក់ហើយដែលបានមកទិញរបស់ហូបនៅមាត់ទន្លេនៅកន្លែង Wall Street នៅភ្នំពេញនៅទីនេះបងប្អូននៅបើបងប្អូនបានឃើញនៅវីដេអូនេះហើយបើបានធ្លាប់ទៅទិញអីហូបនៅ Wall Street អីជួយ comment នៅខាងក្រោមមួយមកដើម្បីស្គាល់ផងនេះគឺស្វាយតំណងបងប្អូននេះគាត់ទិញស្អីគេមកដេញគាត់ឃើញដាក់ចឹងអូមកទៅជាបងប្អូនឲ្យពេលហូបទៅអូជូរអាំផលឆ្ងាញ់ជាតិសាហាវហ្មងចងใจចឹងបងប្អូនបានសាយទីអូហៀតមាត់គាត់តែខ្ញុំនិយាយក៏ហៀតមាត់ដែរបងប្អូនអើយហើយនេះមានផ្លែឈើលក្ខណៈផ្លែឈើមានអាហារសម្រន់ហើយអាចយកញ៉ាំបានអូជាតិណាបងប្អូនអើយបើបងប្អូនបានទៅហើយត្រៀមតែលុយមានលុយច្រើនសបោវិញញ៉ាំហើយរបស់ធូរថ្លៃទៀតដាក់យកមកបងប្អូនឈប់សំខាន់ណាស់មានលុយច្រើនយើងទិញអីក៏បានបងប្អូននេះគឺនំត្នោតដែលជានំបុរាណខ្មែរយើងពីដូនតាអញ្ចឹងនេះនំឆ្ងាញ់ណាស់ឡើងខ្ទិះបងប្អូនពេលបានហូបហើយខ្ញុំទិញបានមួយឈុតហើយវាក្អូបអើយឈ្ងុយអើយឆ្ងាញ់ទៀតអូមិនធម្មតាទេបងប្អូនអើយបងប្អូនបានមកសាជារសអូមានច្រើនមុខច្រើនប្លែកអញ្ចឹងបើបងប្អូនមកឲ្យដឹងតែអែហ្មងហើយកុំភ្លេចនាំដៃគូឬក៏សង្សារមកជាមួយផងអរគុណ